ជំរាបសួរចេះស្វាគមន៍មកកាន់ vlog ថ្មីរបស់នេះខ្ញុំចាងថ្ងៃនេះមក review បន្ទប់ទៀតហើយចាងថ្ងៃនេះបន្ទប់មានតម្លៃតែ$14.90តែប៉ុណ្ណោះនៅឯសៀមរាបចម្ងាយប្រហែលជា1គីឡូចុច2ហ្នឹងទៅដល់ Pub Street តែម្ដងឥឡូវតោះទៅ review ទាំងអស់គ្នាថ្ងៃនេះបន្ទប់វាស្អាតប្លែកហ៎ចាយមទៅភ្លើងក្នុងបន្ទប់វារៀងបែបសឹមអត់ខ្លាំងម៉ានេះហើយក្នុងបន្ទប់រចនាបថគេស្អាតណានេះមានរូបទម្រៃបើភ្លើងកាត់ទេអូខេនេះគោមកគេនេះស្អាតហ្មងកន្លែងហ្នឹងឈ្មោះថា Resident 1960អញ្ចឹងគេធ្វើចំនួន60ហ្នឹងណាខាងនេះទឹកនេះគឺគេ free ឲ្យយើងញ៉ាំកាហ្វេនេះ free ប៉ុន្តែភេសជ្ជៈខាងនេះគេអត់ free អានេះខ្ញុំទិញមកទេហើយគេមានកន្លែងកៅអីអង្គុយមានកន្លែងនេះទូដាក់កៅអៅកញ្ចក់ហើយបើចូលមកកន្លែងនេះវិញគឺ favorite ណាពីព្រោះដែលសារតែខ្ញុំចូលចិត្តត្រាំទឹកអញ្ចឹងកន្លែងនេះគឺអត់ចោលទេចាហើយម៉ាស៊ីនផ្លុំសក់កែវជ្រលក់ថ្មិញអានេះមួកសម្រាប់យើង shower cap ពេលយើងមុជទឹកអីនេះយើងពាក់នឹងសក់សាប៊ូចាកសែងគឺមានឲ្យយើងពីរអានេះសម្រាប់ដាក់ជើងឯងហើយកន្លែងនេះគឺ bath top អូយចាហើយបន្ទប់ទឹកគឺគេដាច់គ្នាអូយដើររហូតទៅជប៉ុបជើងអញ្ចឹងបន្ទប់ទឹកគឺបែប clean ចាប៉ានេះ clean ហើយកន្លែងនេះដូចជាមានទូស្បែកជើងហើយទ្វារនេះទ្វារគេគេមាន balcony មកខាងក្រោយទៀតចាវាយើងល្ងិតប៉ុន្តែបើន័យថាយើងចូលមកពីខាងមុខក៏បានពីខាងក្រោយក៏បានដែរថ្ងៃនេះត្រាំទឹកសិនអ្នកទាំងអស់គ្នាគឺខ្ញុំអត់ចោលទេគឺតេស្តពូកពួកគេគេងស្រួលហើយខ្នើយគេក៏ទន់ដែរអូយសប្បាយចិត្តអានេះបើតាខ្ញុំសួរអ្នកនៅ receipt ខាងក្រោមមិញហ្នឹងគឺគេថាមកបន្ទប់ទូទៅគឺ$18ប៉ុន្តែខ្ញុំកក់នៅក្នុង website app ហ្នឹងគឺ$14 9កាក់អញ្ចឹងខ្ញុំចំណេញ$3តែអីដែលខ្ញុំខាតនោះគឺ$18គឺគេ free breakfast ខ្ញុំកក់$14 1កាក់អត់មាន free breakfast ហើយអញ្ចឹង breakfast អញ្ចឹងពេលខ្លះយើងកក់តាម app ពេលខ្លះវាចំណេញពេលខ្លះវាខាតអញ្ចឹងទៅប៉ុន្តែយើងបានឃើញបន្ទប់ឃើញអីប្លែកៗឥឡូវឃើញហ៎តម្លៃប៉ុណ្ណឹងទោះបីខ្ញុំអត់បាន breakfast ក៏ដោយក៏នៅតែមានអារម្មណ៍ថាធូរហ្មងហើយសំខាន់គេស្រួលចាហើយមួយទៀតសម្រាប់ទំហំបន្ទប់យើងមើលមកគឺទលាយខែមកពេញបបហើយបន្ទប់ទឹកដាច់ហើយកន្លែងលុបមុខផ្សេងកន្លែងត្រាំទឹកផ្សេងទៀតអញ្ចឹងទលាយមកចំអូមានទូទៀតផ្លេចអួត5អូចាសម្បីតែអត់ការ៉ូគេនេះគេធ្វើរបៀបចំនួន60ដែរហើយដេក័រនៅខាងក្រោមគេនេះគឺដេក័រស្អាតណាចាំពេលផឹកឡើងគឺខ្ញុំទៅថតដេក័រកន្លែងអូតានឹងឲ្យមើលស្អាតចង់ថាតម្លៃប៉ុណ្ណឹងហើយដេក័រប៉ុណ្ណឹងគឺស្អាតហ្មងសំខាន់ដូចថាអញ្ចឹងគឺគេឆ្នៃបែបឆ្នាំ1960ចាំពេលផឹកឡើងគឺខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលឥឡូវខ្ញុំសូមរៀបចំខ្លួនត្រាំទឹកឲ្យគេហើយមិញនឹងបង្ហាញនៅកន្លែងគេត្រាំទឹកអត់មានបង្ហាញកន្លែងមុជទឹកតែមិនឃើញនៅក្នុងបន្ទប់ទឹកគេនេះគឺនឹងខាងក្រោយទ្វារនេះมันមានកន្លែងមុជទឹកនេះចាចិត្តតែអញ្ចឹងណាខ្ញុំណាចាតែខ្ញុំអត់ទេខ្ញុំសូមគេត្រាំទឹកហើយនេះប្រកាយអញ្ចឹងខ្ញុំមកតាមសន្យាថាថតដេក័រជុំវិញកន្តែឲ្យមើល